ហាត់ប្រាណមកស្អីកៃតាអីចឹងហើយជួយអាត្មាធ្លាប់ជួបក្មេងៗវា stress អត់ដឹងរឿងវាអត់ដឹងរឿងហេតុអីបានវា stress ហ៎ sad វាមិនដឹងថាមានរឿងអីហ៎អាហ្នឹងមើលអត់ដឹងថាហេតុអីបានវាអញ្ចឹងហ្នឹងប៉ុន្តែកន្លែងរស់នៅធ្វើឲ្យកើតជំងឺហ្នឹងហើយបើថានៅស្រុកស្រែញោមធ្លាប់នៅបើកពូជបើកទ្វារយប់ឡើងខ្យល់ចូលតាមមនាបត្រជាក់លហឹមមែនទេញោមតាគេងម៉ោង4ម៉ោង5ងើបព្រិលទៅបាត់ពីព្រោះខ្យល់អាកាសហ្នឹងធ្វើឲ្យមានកម្លាំងទី3ផ្លូវចិត្តសមុទ្រឋានបាក់ចិត្តច្រើនគិតច្រើនមួម៉ៅច្រើនក៏នាំឲ្យឈឺហើយនឹងទី4កម្មសមុទ្រឋានរោគកើតពីកម្មចាស់យើងធ្លាប់វាយតតធាក់គេទៅក៏នាំឲ្យឈឺដែរណាក្នុងមូលហេតុទាំង4ហ្នឹង3យើងការពារបានរោគកើតពីអាហារមួយរោគកើតពីបរិស្ថានមួយរោគកើតពីផ្លូវចិត្តយើងមួយបិណ្ឌរោគកើតពីកម្មយើងខាត់បានទេណាអញ្ចឹងយើងបន្ទោសកម្មចាស់ទាំងអស់មិនបានទេណារឿងឈឺហ្នឹងណាយើងអ្នកគ្រប់គ្រង3ហើយកម្មចាស់មានតែ1ឯង